Hello សួស្តីអ្នកនរគ្នាថ្ងៃនេះគឺយើងមក end season តាក់ទងជាមួយនឹងការប្រឡងពេទ្យទាំងអស់គ្នាហើយខ្ញុំក៏បានចេញ3វីដេអូរួចមកហើយតាក់ទងជាមួយនឹងការប្រឡងពេទ្យហើយ topic យើងថ្ងៃនេះគឺ tip នៃការប្រឡងពេទ្យឲ្យបានលទ្ធផលល្អអញ្ចឹងដើម្បីប្រឡងឲ្យបានល្អអ្នកគ្នាត្រូវដឹងថាការប្រឡងពេទ្យហ្នឹងគឺគេមានអីខ្លះប្រឡងបានមុខហើយពេលទៅប្រឡងអ្នកគ្នាត្រូវធ្វើអីខ្លះចំណុចណាអ្នកគ្នាត្រូវធ្វើចំណុចណាដែលអ្នកគ្នាមិនគួរធ្វើហើយ process របស់គេគឺបែបណាការប្រឡងនឹងជាការប្រឡងប្រភេទបែបម៉េចហើយរៀនបែបម៉េចដើម្បីឲ្យបានលទ្ធផលល្អអញ្ចឹងខ្ញុំសូមនិយាយតាំងពីដើមទីរហូតដល់ចប់តែម្ដងអញ្ចឹងទី1អ្វីអ្នកគ្នាត្រូវធ្វើគឺខ្ញុំ recommend ថាអ្នកគ្នាគួរតែទៅរៀនគួរត្រៀមតាក់ទងជាមួយនឹងការប្រឡងពេទ្យនេះឯងហើយខ្ញុំសូមផ្ដាំមួយបើសិនជាអ្នកគ្នាស្រឡាញ់ក៏ដូចជាចូលចិត្តចង់រៀនជំនាញពេទ្យនេះពិតប្រាកដមែនគឺខ្ញុំសូមផ្ដាំថាអ្នកគ្នាខំរៀនមកអស់ដៃសិនទៅចាំពេលប្រឡងពេទ្យចប់ចាំឈៀលវិញព្រោះខ្ញុំដឹងថាយើងខំប្រឹងពីបាក់ឌុបមកឡើងមួយឆ្នាំអីគឺហត់មែនតើអញ្ចឹងចង់ឈៀលសិនហើយការប្រឡងពេទ្យគឺតាពេលមួយអាទិត្យទៅពីរអាទិត្យគឺគេចាប់ផ្ដើមចូលរៀនហើយអញ្ចឹងខ្ញុំសូមផ្ដាំថាពេលដែលអ្នកនរគ្នាចូលរៀនគួរត្រៀមហ្នឹងគឺធ្វើមិនប្រឹងមកអស់ដៃសិនទៅចាំពេលប្រឡងចប់ចាំឈៀលហើយខ្ញុំមានសំណួរចង់សួរអ្នកនរគ្នាមួយថាកំឡុងពេលអ្នកគ្នារៀនពេទ្យហ្នឹងអ្នកគ្នាឈៀលបដារៀនបដាប៉ុន្តែលទ្ធផលចេញមកអត់សូវល្អរវាងហ្នឹងពេលដែលអ្នកគ្នាកំពុងតែរៀនពេទ្យហ្នឹងគឺអ្នកគ្នាខំសុទ្ធបុក focus មកទៅហឹងហ្នឹងចាំពេលប្រឡងចប់ចាំអ្នកគ្នាឈៀលហើយបានលទ្ធផលល្អទៀតតើអ្នកគ្នាចង់បានមួយណាដែរនេះគ្រាន់តែខ្ញុំសួរឲ្យអ្នកគ្នាដឹងអញ្ចឹងណាអញ្ចឹងយើងចាប់ផ្ដើមចូលស៊ីជម្រៅតាក់ទងជាមួយនឹងការរៀនអញ្ចឹងខ្ញុំធ្វើការប្រៀបធៀបរវាងបាក់ឌុបហើយនឹងការប្រឡងពេទ្យតើវាខុសគ្នាបែបណាអញ្ចឹងការប្រឡងបាក់ឌុបគឺជាការប្រឡងឲ្យតែជាប់តាមអាយេនទេបើសិនជាយើងជាប់ត្រូវនឹងលំដាប់បន្ទុកដែលគេបានដាក់គឺយើងជាប់ហើយប៉ុន្តែការប្រឡងពេទ្យគឺជាការប្រឡងប្រជែងណាគេបានបន្ទុកខ្ពស់ជាងគេអ្នកនឹងជាអ្នកជាប់ហើយចំនួនគឺមានកំណត់ទៀតអញ្ចឹងខ្ញុំធ្វើការ compare ពីមុខវិជ្ជាមួយឲ្យអ្នកគ្នាបានស្ដាប់ទី1តាក់ទងជាមួយនឹងជីវវិទ្យានៅក្នុងការប្រឡងបាក់ឌុបគឺគេមានតែ2លំហាត់ហើយសំណួរអាច4ទៅ5យើងប្រឡងរយៈពេល1ម៉ោងកន្លះប៉ុន្តែចំពោះពេទ្យវិញគេអត់មានលំហាត់ទេគឺប្រឡងសំណួរសុទ្ធប៉ុន្តែ24ទៅ30សំណួរចន្លោះហ្នឹងហើយគេប្រឡងតាមរយៈពេល1ម៉ោងកន្លះទេតាក់ទងជាមួយនឹងគីមីវិញចំពោះបាក់ឌុបដូចជា6ទៅ7លំហាត់ហើយមានសំណួរ1ទៅ2ទេយើងប្រឡងរយៈពេល1ម៉ោងកន្លះប៉ុន្តែបើចំពោះពេទ្យវិញវាអាចមាន5ទៅ7សំណួរចន្លោះហ្នឹងហើយមាន12សំណួរទៅ15សំណួរចន្លោះហ្នឹងដែរយើងប្រឡងរយៈពេលតាម1ម៉ោងកន្លះទេមួយទៀតតើតើជាមួយនឹងគណិតវិទ្យានៅក្នុងបាក់ឌុបមាន7រ៉ូម៉ាំងយើងប្រឡង2ម៉ោងកន្លះប៉ុន្តែចំពោះពេទ្យវិញគឺ12ទៅ13រ៉ូម៉ាំងនៅចន្លោះហ្នឹងយើងប្រឡងរយៈពេលតែ2ម៉ោងទេអញ្ចឹងអ្នកគ្នាត្រូវធ្វើម៉េចគឺខំប្រឹងហ្វឹកហាត់ឲ្យបានស្ទាត់ហើយខ្ញុំក៏ពេលហ្នឹងធ្លាប់សួរគ្រូដែរគាត់ថាខ្ញុំសួរថាចេះលោកគ្រូច្រើនមកធ្វើមិនទាន់ហើយគាត់ឆ្លើយវិញថាចេះយើងធ្វើអត់ទាន់តែមានគេធ្វើទាន់អញ្ចឹងណាគេធ្វើទាន់អ្នកហ្នឹងហើយជាអ្នកជាប់កន្លែងហ្នឹងឆ្លើយមកខ្ញុំបាក់ដែរចំពោះ schedule ដែលយើងរៀបដើម្បីរៀនហ្នឹងគឺទៅលើអ្នកនរគ្នាទេដោយសារតែការប្រឡងពេទ្យយើងមានតែ3មុខទេគណិតគីមីជីវៈប៉ុន្តែបាក់ឌុបយើងប្រឡងដល់ទៅ7មុខអញ្ចឹងបើសួរថាមួយណាពិបាកជាងគឺវាប្រហាក់ប្រហែលគ្នាទេអញ្ចឹងហើយខ្ញុំគិតថាអ្នកនរគ្នារៀបចំពេលវេលាបានត្រឹមត្រូវថាម៉ោងណាគួរធ្វើមុខវិជ្ជាណាហើយហាត់ធ្វើម៉េចហាត់ឲ្យស្ទាត់កុំឲ្យស្ទើរតែហាត់ស្ទើរគឺផ្លាត់ហើយបើហាត់ស្ទាត់ជាប់អញ្ចឹងខ្ញុំសូមឲ្យ tip ទៅលើការរៀនមុខវិជ្ជាមួយតើយើងត្រូវរៀនបែបណាហើយនឹងមាន advice អីខ្លះអញ្ចឹងទី1គឺជីវវិទ្យាដោយសារតែសិតតែសំណួរសុទ្ធអត់មានលំហាត់ទេហើយសំណួរខ្លះវែងប៉ុន្តែខ្ញុំដឹងថាបងប្អូនយើងមួយចំនួនបន្ទាប់ពីរៀនបាក់ឌុបហើយគាត់ប្រកាសជាឆ្ងល់ហើយថាហេតុអីនៅពេលបាក់ឌុបគាត់ឆ្លើយសំណួរដដែលតែគាត់ឆ្លើយចេះចុះពេទ្យមិនឆ្លើយរៀងខុសពីបាក់ឌុបអញ្ចឹងវាខុសគ្នាតិចតួចអញ្ចឹងណាតែខ្ញុំអាចឆ្លើយតាមបាក់ឌុបបានអត់ឬមួយក៏ឆ្លើយតាមអ្វីខ្ញុំយល់បានអត់ក៏ប៉ុន្តែកន្លែងហ្នឹងខ្ញុំសូម recommend ថាអ្នកគ្នាគួរតែសរសេរតាមអ្វីដែលលោកគ្រូគាត់បានសរសេរលើក្តារខៀនហ្នឹងយកទៅប្រឡងគឺយកអ្វីដែលលោកគ្រូសរសេរលើក្តារខៀនហ្នឹងទៅហើយសួរតែហេតុអីកន្លែងហ្នឹងខ្ញុំសូមអត់និយាយទេមួយទៀតដែរដើម្បីជំនួយដល់ការចងចាំរបស់យើងត្រូវតែយល់អំពីបាតុភូតនៃសំណួរមួយហ្នឹងថាព្រឹត្តិការណ៍វាកើតឡើងមិនខ្លះបាតុភូតវាមិនខ្លះហើយយើងយកអាទាំងអស់ហ្នឹងមកជំនួយទៅដល់ការទិញរបស់យើងទៅតាមឃ្លោងឃ្លាបាទដែលលោកគ្រូគាត់បានទៅសេជូនហើយលើពីនេះទៀតគឺជីវៈគាត់មានសំណួរវែងចម្លើយពេលខ្លះឆ្លើយឡើងមកឆ្អាមមិនទាន់អស់ផងតើត្រូវធ្វើមិនទៅគឺ
មានតែការយល់ទេការយល់ហើយទិញឲ្យចាំខ្ញុំសូមប្រាប់របៀបនៅក្នុងការទិញគឺដើម្បីទិញឲ្យបានចាំហើយចាំបានយូរគឺអ្នកគ្នាទិញមួយកត់មួយបានន័យថាចេះអ្នកគ្នាទិញកពេញអង្គដូក្រីនរបស់មនុស្សដែលសំខាន់អញ្ចឹងណាមានប្រហែលអ្នកគ្នាទិញមកត្រួសនឹងហើយអ្នកគ្នាសាកកត់វាទុកចាំបានបណ្ណាអញ្ចឹងទៅចាំពេលតាក់កន្លែងណាចាំទៅទិញភាសាទៀតហើយកត់វាថែមបន្តមកទៀតទិញពីរដងហើយអ្នកគ្នាកត់ឡើងវិញមើលថាអ្នកគ្នាកត់បានត្រឹមត្រូវអត់អញ្ចឹងណាហ្នឹងហើយគឺជំនួយទៅលើការទិញយើងបានឆាប់ចាំមែនតើអញ្ចឹងចំពោះគីមីគឺយើងមានសំណួរផងលំហាត់ផងហើយខ្ញុំសូម recommend ថាតាក់ទងជាមួយនឹងសំណួរគឺទៅសេអ្វីដែលលោកគ្រូក៏បានសេលើក្តារខៀនហ្នឹងយកទៅប្រឡងគឺល្អបំផុតហើយហេតុផលគឺខ្ញុំសូមអត់និយាយទេហើយតាក់ទងជាមួយនឹងលំហាត់ខ្ញុំដឹងថាលំហាត់គីមីគឺមានលំហាត់ខ្លះគឺគណនាលេខពិបាកភាសាជាប់ឬផងជាប់ស្វ័យគុណអីចឹងផងជាប់ក្បៀសជាប់អីគឺពិបាកមែនតើអញ្ចឹងធ្វើមិនទៅគឺទិញតាក់ទងជាមួយនឹងលំហាត់ខ្លះវាជាប់វាពិបាកអញ្ចឹងបានទិញបើលំហាត់ខ្លះវាស្រួលគណនាធម្មតាទេមិនទិញទេទិញតែណាដែលអ្នកគ្នាពិបាកគណនាទៅបានហើយព្យាយាមយល់ឲ្យបានច្រើនបើអត់យល់សួរលោកគ្រូហើយនឹងព្យាយាមអនុវត្តនៅផ្ទះឲ្យបានច្រើនព្យាយាមស្វែងសិក្សាឲ្យបានច្រើនមែនតើហ្មងណាអញ្ចឹងចំពោះគណិតវិទ្យាវិញគឺមានតែលំហាត់សុទ្ធហើយលំហាត់ហ្នឹងមានដល់ទៅ12ទៅ13លំហាត់អញ្ចឹងអ្វីអ្នកគ្នាត្រូវធ្វើគឺព្យាយាមយល់ស្ដាប់លោកគ្រូពីសាលាមកហើយយកមកធ្វើនៅផ្ទះបន្ថែមហើយមួយវិញទៀតគឺអ្នកគ្នាត្រូវដឹងដែរថាតាក់ទងជាមួយនឹងបាក់ឌុបគណិតវិទ្យាយើងធ្វើបែបរៀងសម្រាយប៉ុន្តែជាមួយនឹងពេទ្យគេធ្វើបែបរៀងកាត់ខ្លះអីខ្លះអញ្ចឹងណាប៉ុន្តែអ្នកគ្នាត្រូវដឹងដែរថាចំណុចណាត្រូវទៅសេកាត់ហើយនឹងចំណុចណាត្រូវទៅសេសម្រាយហើយលោកគ្រូនាងបូបានឲ្យបាលីប្រឡងពេទ្យជាប់គឺចេះលឿនត្រូវបើសិនជាយើងចេះយើងធ្វើលឿនប៉ុន្តែយើងធ្វើអត់ត្រូវអាហ្នឹងក៏យើងប្រឈមនឹងហានិភ័យច្រើនដែរបើសិនជាយើងចេះយើងធ្វើត្រូវប៉ុន្តែយើងធ្វើអត់អស់លំហាត់បានន័យថាយើងធ្វើយឺតអាហ្នឹងក៏ប្រឈមនឹងហានិភ័យច្រើនដែរអញ្ចឹងហើយអ្នកគ្នាព្យាយាមធ្វើម៉េចលៃពេលវេលាហើយហាត់ឲ្យដល់កម្រិតអញ្ចឹងបន្ទាប់ពីអ្នកគ្នាបានដឹងពីចំណុចទាំងអស់ហ្នឹងហើយអ្វីអ្នកគ្នាទៅដឹងបន្ថែមទៀតនោះគឺផ្លូវចិត្តធ្វើម៉េចក៏ដោយព្យាយាមរក្សាផ្លូវចិត្តខ្លួនឯងឲ្យបានល្អកុំបាក់ស្បាតខ្ញុំដឹងថាមានបងប្អូនយើងច្រើនបន្ទាប់ពីគាត់បានឃើញក៏ដូចជាដឹងពីតួលេខបេក្ខជនដែលត្រូវប្រឡងជាមួយគាត់ហើយគឺគាត់ភ័យមែនតើសង្ឃថាពេលខ្លះបាក់ស្បាតទៀតគាត់ថាអូបេក្ខជនច្រើនមែនតើតិចខ្ញុំធ្វើចាញ់គេទៅតិចខ្ញុំទៅសេខុសទៅតិចបេក្ខជនច្រើនណាខ្ញុំធ្វើអត់ឈ្នះគេទេអញ្ចឹងណាកុំគិតអញ្ចឹងអ្នកនរគ្នាធ្វើមិនក៏ដោយព្យាយាមរក្សាផ្លូវចិត្តហើយកុំគិតថាបេក្ខជនឆ្នាំនេះច្រើនជាងឆ្នាំនោះ no គឺតាមពិតទៅគឺតួលេខគឺប្រហាក់ប្រហែលគ្នាទេអត់មានឆ្នាំណាច្រើនជាងឆ្នាំណាទេអ្នកគ្នាទៅដឹងក្នុងចិត្តថាទោះបីជាតួលេខបេក្ខជនឡើងដល់10000នាក់40,000នាក់ក៏ដោយក៏កុំភ័យដែរធ្វើមិនក៏ដោយឲ្យតែយើងខ្លាំងយើងប្រកែគឺយើងជាប់ហើយធ្វើមិនដើម្បីឲ្យខ្លាំងហើយប្រកែគឺព្យាយាមហាត់ឲ្យស្ទាត់ហើយកុំឲ្យភ្លាត់ណាអ្នកនរគ្នាប៉ុន្តែយើងព្យាយាមយកពេលហ្នឹងយកមកប្រុងប្រយ័ត្នយើងភ័យមែនតែយើងកាត់អារម្មណ៍ភ័យនឹងចោលហើយទៅសេប្រុងប្រយ័ត្នហើយព្យាយាមហាត់ឲ្យបានស្ទាត់តែម្ដងហើយអ្វីដែលខ្ញុំចង់ប្រាប់អ្នកគ្នានោះគឺនិយាយពាក្យល្អៗមកខ្លួនឯងធ្វើមិនក៏ដោយនិយាយពាក្យល្អៗថាយើងធ្វើបានយើងប្រកាសជាជាប់យើងប្រកាសជាជោគជ័យយើងនឹងខ្លាយទៅជាវិជ្ជបណ្ឌិតនៅថ្ងៃណាមួយដើម្បីឲ្យមានច្បាប់ស្រូបទាញបើសិនជាអ្នកគ្នាគិតថាខ្លួនឯងធ្វើអត់បានល្អទេយើងភ័យច្រើនក៏ច្បាប់ស្រូបទាញទៅភាពអវិជ្ជមានច្រើនដែរអញ្ចឹងហើយព្យាយាមធ្វើមិនក៏ដោយគិត positive កុំគិត negative ខ្ញុំសូមជូនពរឲ្យអ្នកគ្នាប្រឡងជាប់ធ្វើទៅអត់ខុសហើយធ្វើទៅត្រូវទាំងអស់ទាន់ពេលវេលានឹងជោគជ័យនៅអ្វីដែលអ្នកគ្នាបានធ្វើអញ្ចឹងចាំជួបគ្នានៅក្នុងវិស័យពេទ្យទាំងអស់គ្នាអូខេបាយបាយអ្នកនរគ្នា